ការពិតនៃជីវិតកូនមិនចាំបាច់ចង់ឲ្យអ្វីនៅដដែលនោះទេព្រោះវាមិនបានដូចចង់ឡើយហើយកាលដែលមិនបានដូចចង់កូនត្រូវកើតទុក្ខដូច្នេះចូលកូនចាំទុកថាដរាបណាមនុស្សយើងនៅមិនទាន់ស្លាប់ទេដរាបនោះមនុស្សយើងនឹងបានជួបនៅរបស់ដែលប្រែប្រួលរហូតជានិច្ចនេះជាសេចក្តីពិតក្នុងដំណើរជីវិតបើកូនមិនទំនាស់នឹងការពិតទេកូននឹងចម្រើនទៅដោយសេចក្តីសុខកូនមានឪពុកបើកូនស្អប់គេខ្លាំងកូនក៏មានទុក្ខខ្លាំងដែរបើកូនស្អប់គេតិចកូនក៏មានទុក្ខតិចដែរហើយបើកូនមិនស្អប់គេទេកូនក៏មិនមានទុក្ខហើយនេះជាសេចក្តីសុខក្នុងជីវិតកូនខ្លួនឯងការស្អប់គ្នានឹងគ្នាធ្វើឲ្យលោកនេះមានការបែកបាក់ព្រោះវាជាការទំលាយគ្នានៅក្នុងលោកទាំងមូលចូលកូនកុំក្រោធកុំស្អប់គ្នាឡើយចូលកូនគិតថាក្រោធគឺល្ងង់មោហោគឺឈួតមិនក្រោធល្អជាងនឹងបានជាមនុស្សដែលមិនល្ងង់មិនឈួតបុរាណកូនធ្លាប់បានឮហើយថាបើឆ្កែខំកុំខំឆ្កែវិញហ្នឹងពាក្យរបស់ចាស់មកនឹងឯងបើឆ្កែព្រុសយើងហើយយើងព្រុសតទៅវិញគឺបន្ថែមឆ្កែយើងនឹងមួយទៀតអញ្ចឹងកូននេះឪពុកត្រូវតែប្រឹងប្រែងឲ្យបានជាមនុស្សធំគឺធំដោយចិត្តបានអប់រំមិនជំពាក់វគ្គវិនជាមួយគ្នាក្នុងโลกនេះប្រព្រឹត្តទៅដើម្បីប្រណាំងប្រជែងធៀមទាអ្វីនោះទេជាមួយនឹងโลกនេះគឺកូនត្រូវប្រើប្រាស់នៅគុណធម៌ឲ្យបានជាមលុបហើយកូនត្រូវប្រតិបត្តិក្នុងដំណើរផ្លូវតាមព្រះសម្មាសម្ពុទ្ធក្នុងដំណើរដែលចេញចាកโลกនេះនឹងកូននឹងបានរួចផុតចាកទុក្ខ